แซมมวยប្រិយមិត្តបានឃើញវីដេអូនេះហើយកុំអូររំលងឲ្យសបើចង់ឲ្យសុខភាពល្អមិនងាយឈឺគួរធ្វើរឿងទាំង5យ៉ាងនេះជារៀងរាល់ថ្ងៃការថែទាំសុខភាពគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូបព្រោះវានឹងធ្វើឲ្យយើងមានសុខភាពល្អនិងមិនងាយឈឺបន្ថែមពីលើនេះដែរការថែទាំសុខភាពមិនមែនធ្វើឡើងតែនៅពេលដែលយើងឈឺឬកំពុងតែសម្រាកព្យាបាលនោះទេតែផ្ទុយទៅវិញយើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជារៀងរាល់ថ្ងៃនេះជាដំបូន្មាន5យ៉ាងដែលងាយស្រួលធ្វើក្នុងការថែទាំសុខភាពជាប្រចាំថ្ងៃទី1របបអាហារសូមទទួលទានអាហារ3ពេលព្រឹកថ្ងៃនិងល្ងាចឲ្យបានទៀងទាត់និងអាហារត្រូវមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទើបអាចជួយទ្រទ្រង់និងបង្កើនថាមពលដល់រាងកាយជាពិសេសនោះសូមទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់ព្រោះវាជួយបង្កើនថាមពលដល់រាងកាយដើម្បីបំពេញសកម្មភាពពេញមួយថ្ងៃនិងជំនួយដល់ខួរក្បាលឲ្យមានការវៃឆ្លាតនិងចងចាំបានល្អផងដែរបន្ថយហានិភ័យជំងឺវិព្រាំងនៅពេលចាស់ជរាទី2ផឹកទឹកសូមផឹកទឹកឲ្យបានគ្រប់8កែវឬស្មើនឹង2លីត្រក្នុងមួយថ្ងៃជាតិទឹកគឺជាសារធាតុចាំបាច់ដែលជួយទ្រទ្រង់សរីរាង្គកាយទាំងមូលព្រមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយបង្កើនសំណើមដល់ស្បែកជំនួយដល់ចរន្តឈាមរត់ទៅកាន់ខួរក្បាលធ្វើឲ្យរាងកាយស្រូបយកជីវជាតិបានល្អពីអាហារដែលយើងទទួលទាននិងរក្សាតុល្យភាពនៃប្រព័ន្ធទឹកដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាពនិងចូលរួមក្នុងការប្រឆាំងជំងឺផ្សេងៗបន្ថែមពីលើនេះដែរការផឹកទឹកឲ្យបានគ្រប់គ្រាន់ត្រូវបានឲ្យដឹងថាជួយដល់ជាតិខ្លាញ់ក្នុងរាងកាយផងដែរសូមបញ្ជាក់ថាក្នុងករណីដែលអ្នកពុំទម្លាប់ផឹកទឹកច្រើនក្នុងមួយថ្ងៃសូមព្យាយាមផឹកម្ដងបន្តិចរហូតគ្រប់8កែវក្នុងមួយថ្ងៃដោយមិនចាំបាច់ផឹកបង្ខំឡើយទី3ការហាត់ប្រាណសូមធ្វើលំហាត់ប្រាណឲ្យបាន15នាទីឬ30នាទីឬ1ម៉ោងក្នុងមួយថ្ងៃដើម្បីបញ្ចេញជាតិពុលតាមរយៈញើសនិងជួយធ្វើឲ្យរាងកាយនិងសាច់ដុំរឹងមាំព្រមទាំងធ្វើឲ្យរាងកាយមានសកម្មភាពរហ័សរហួនផងដែរលោកអ្នកអាចជ្រើសរើសយកការធ្វើលំហាត់ប្រាណងាយដូចជាដើរយឺតៗឬដើរលឿនការដើរលឿនដុតខ្លាញ់បានច្រើនជាងការដើរយឺតឬអាចឆ្លៀតធ្វើការហាត់ប្រាណដោយខ្លួនឯងឬអាចជ្រើសរើសការហែលទឹកឬធ្វើលំហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណជាដើមទី4បន្ថយភាពនិងកម្ចាត់ការតានតឹងជារៀងរាល់ថ្ងៃយើងបានចំណាយពេលថាមពលរាងកាយនិងថាមពលខួរក្បាលទៅលើការសិក្សាឬការងារដែលជាហេតុធ្វើឲ្យយើងគ្រប់គ្នាមានភាពតានតឹងក្នុងអារម្មណ៍ stress ដោយសារតែភាពនឿយហត់និងតានតឹងក្នុងអារម្មណ៍បានជះឥទ្ធិពលអាក្រក់ទៅលើសុខភាពផ្លូវចិត្តរបស់យើងនិងរតែអាក្រក់ចំពោះដែលមានជំងឺធ្វើឲ្យអ្នកជំងឺមានអារម្មណ៍កាន់តែធុញថប់បណ្ដាលឲ្យជំងឺកាន់តែធ្ងន់ធ្ងរដូច្នេះអ្នកគួរតែរកវិធីឬមធ្យោបាយណាមួយបន្ថយនិងកម្ចាត់ការតានតឹងចេញពីអារម្មណ៍ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាធូរស្រាលនិងអារម្មណ៍ល្អឡើងវិញអារម្មណ៍ល្អគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តទី5ពិនិត្យសុខភាពការតាមដាននិងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឲ្យបានទៀងទាត់និងតាមពេលកំណត់គឺអាចឲ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងនិងអាចរកវិធីបង្ការខ្លួនឯងពីជំងឺនិងអាចព្យាបាលជំងឺបានយ៉ាងទាន់ពេលវេលាសូមកុំស្ដាយថវិកាដែលចំណាយទៅលើការពិនិត្យសុខភាពព្រោះថាបើអ្នកឈឺវិញនោះអ្នកនឹងត្រូវចំណាយថវិកាច្រើនជាងនេះទៅទៀតដើម្បីព្យាបាលជំងឺ